ចឹងថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់គ្នាយើងពីរបៀបដែលខ្ញុំធ្វើ poster មួយនេះនៅក្នុង Photoshop អញ្ចឹងឥឡូវនេះគឺយើងនឹងទៅទាំងអស់គ្នាសម្រាប់ពីរបៀបដែលខ្ញុំធ្វើ poster ហ្នឹងអូខេចឹងនេះគឺជា poster final របស់យើងខ្ញុំមានច្រើន version ប៉ុន្តែចុងក្រោយគឺខ្ញុំសម្រេចចិត្តយក version មួយនេះដើម្បីយកមកប្រើអញ្ចឹងយើងទៅពី background មកមុនអូខេយើងទៅពីក្រោមមកមុនមកចឹងនេះគឺជា background ដែលខ្ញុំបានធ្វើ layer ទាំងអស់ដែលខ្ញុំបានដាក់នៅក្នុងហ្នឹងខ្ញុំមានច្រើនទៀតតែខ្ញុំលុបចោលអស់ច្រើនដំបូងគឺយើងនឹងចេញពីអាខាងក្រោមគេទៅហ្មងអញ្ចឹងនេះគឺជារូបភាពដែលខ្ញុំបានយកមកប្រើវាជារូប stadium ផុសរបៀប FIFA ណាហើយមិនប្រកួតអាសង់ទីនប៉ាអេស្ប៉ាញទេព្រោះពីរអ្នកហ្នឹងអត់ទាន់ប៉ះគ្នាទេអញ្ចឹងហើយគឺយើងទៅ download flag ផុសអាសង់ទីនជាមួយនឹងអេស្ប៉ាញយើងយកមក warp វាដាក់ឲ្យទៅតាមអាហ្នឹងទៅអានេះប្រកាសជា detail ទេខ្ញុំដាក់ដំបូងខ្ញុំគិតថាអូប្រហែលជាលុយទេតែដល់ពេលដាក់ហើយមានបានប្រើណាមើលអត់ឃើញនៅក្រោមយើងថាអត់ប្រយោជន៍ក៏បានដែរតែវាជា detail មួយណាអញ្ចឹងហ្នឹងគឺជា background ខ្ញុំប្រើពណ៌ខ្មៅហើយខ្ញុំដក flow ខ្ញុំដក fear ចេញណាដើម្បីឲ្យឃើញរឿងកម្ៅតិចកុំឲ្យភ្លឺពេកព្រោះអញ្ចឹងទៅជន់មួយរូបភាពយើងអីហើយនេះគឺជាពណ៌ខាងក្រោមអាហ្នឹង gradient map អ្នកនរគ្នាខ្ញុំមកដឹងតែនៅក្នុងនេះវាមិនវាចេញចឹងទេតែហ្នឹងគឺជា gradient map នេះហើយខ្ញុំដាក់ពណ៌ក្រហមទៅអញ្ចឹងវាចេញបែបហ្នឹងនេះគឺជា gradient ដែលខ្ញុំប្រើណាបន្តមកទៀតនេះគឺជា highlight ដែលខ្ញុំប្រើនៅពេលដែលដាក់មកគឺវាចេញបែបហ្នឹងតែអាហ្នឹងគឺខ្ញុំដាក់ក្រោយទេខ្ញុំដាក់ក្រោយដោយសារតែយើងដាក់រូបមនុស្សហើយបើខ្ញុំចង់ឲ្យភ្លើងវាជះពីណាបើខ្ញុំដាក់តែអាហ្នឹងគឺជាអ្វីដែលខ្ញុំ add អញ្ចឹងខ្ញុំ add ពីរមួយខាងខ្ញុំ add ពណ៌មួយហើយខ្ញុំ add ឲ្យវាភ្លឺមួយអញ្ចឹងពណ៌ភ្លឺអូខេអាខាងនេះដូចគ្នាពណ៌ភ្លឺស៊ីហើយអានេះគឺជា lens flare ខ្ញុំ add តាមក្រោយទេអាហ្នឹង grain អានេះប្រកាសអានេះជា action ថ្មីនៅក្នុង Photoshop ប៉ុន្តែអា version នេះនៅក្នុង PC ខ្ញុំបាន update វាអញ្ចឹងវាចេញ grain បែបហ្នឹងមកវាគ្រាន់តែជួយ add grain តិចប៉ុន្តែខាងនេះមកអត់ឃើញបន្តមកទៀតគឺយ៉ាមីនយ៉ាម៉ាល់អញ្ចឹងរូបកីឡាករមួយគឺយើងមាន layer ប្រព័ន្ធនេះដើម្បីធ្វើពួកគាត់ចឹងអាក្រោយនេះប្រកាសអានេះអា highlight នេះ add តាមក្រោយទេអានេះរបៀបខ្ញុំតេស្តធ្វើរបៀប click ប៉ុន្តែដល់ហើយខ្ញុំគិតថាអត់តំណងខ្ញុំបិទវាចោលទៅអញ្ចឹងអ្វីដែលខ្ញុំធ្វើខ្ញុំទៅ download អាវក្នុងដីយកទៅដាក់ក្នុង chat GPT ខ្ញុំឲ្យ chat GPT ជួយដូរអាវឲ្យអាហ្នឹងប៉ុន្តែដំបូងគឺខ្ញុំទៅ upscale សិនខ្ញុំទៅ upscale នៅក្នុងនេះខ្ញុំយកវា upscale នៅក្នុង free pick ខ្ញុំហៅ free pick មកទៅស្រួលនិយាយគ្នាអញ្ចឹងរូប Messi ក៏ខ្ញុំ download ដែរហើយក៏យកទៅ upscale ដូចគ្នាអញ្ចឹងរូប Lamine Yamal អានេះគាត់ពាក់អាវក្រៅដីតែដល់ពេលហើយខ្ញុំ up នៅពេលដែលខ្ញុំកែឲ្យខ្ញុំ upscale វាអញ្ចឹងសម្រាប់មុខគាត់គឺខ្ញុំបានធ្វើ dodge and burn អញ្ចឹងអានេះកម្ៅពីរតង់ខ្ញុំធ្វើវាផ្សេងគ្នាអានេះ dodge and burn អាហ្នឹងគឺជា action ថ្មីនៅក្នុង Photoshop ដែរប៉ុន្តែនៅក្នុងនេះគឺមើលអត់ឃើញទេដោយសារតែអានេះ version ចាស់បន្តមកទៀតគឺខ្ញុំដាក់ពលឺអញ្ចឹងពលឺនេះគឺខ្ញុំយកប្រើ curve និយាយស្រួលស្ដាប់ទៅអានេះគឺជា curve ប៉ុន្តែបើសិនជាគ្នាយើងប្រើ version ថ្មីវានឹងមាន action dodge and burn យកមកខ្ញុំមិនបាន update អញ្ចឹងក្នុងនេះខ្ញុំមិនបង្ហាញកើតទេអញ្ចឹងហ្នឹងគឺជាhighlight ដែលខ្ញុំធ្វើអាហ្នឹងគឺគូប្រើប្រាស់ប្រើម៉ាស់ទាំងអស់គូអញ្ចឹងមកហើយអ្វីដែលជា technique ថ្មីមួយដែលខ្ញុំប្រាប់គ្នាយើងប្រហែលថ្ងៃមុនដែរពេលដែលខ្ញុំ live លើកមុនណាគឺ highlight មកតង់ទៀតអានេះគេហៅ subsurface coloring អញ្ចឹងអានេះគឺជា technique ថ្មីដែរបើមិនជាគ្នាយើងគ្រាន់តែអ្នកដែលចូលចិត្តធ្វើរបៀបកីឡាអញ្ចឹងណាខ្ញុំគិតថាប្រើអាហ្នឹងគឺស្អាតហើយរបៀបដែលធ្វើគឺស្រួលទេគ្នាយើងគ្រាន់តែយក solid color មកហើយដូរពណ៌ឲ្យធ្វើម៉េចឲ្យវាពណ៌រៀងក្រហមអាហ្នឹងណាឲ្យរបៀបមើលទៅរៀងទឹកក្រូចរបៀបពណ៌រៀងអញ្ចឹងដាក់បែបហ្នឹងមកហើយយើងផាត់វាទៅនៅលើ highlight របស់យើងចានេះ highlight ស៊ីនេះគឺជា highlight របស់យើងស៊ីហើយអានេះគឺជា add បន្ថែមវាប្រកាសអត់ត្រូវ add លើសក់ឯង add លើសក់អត់ត្រូវទេប៉ុន្តែខ្ញុំដាក់ទៅអីទេតែអាហ្នឹងដាក់នៅលើមុខមកគឺឃើញស្អាតមែនតើដូចគ្នាបានឃើញនេះចាអាហ្នឹងគឺជា technique ថ្មីដែលខ្ញុំធ្វើហើយបន្តមកទៀតគឺខ្ញុំ add មកតង់ទៀតនៅខាងឆ្វេងខាងស្ដាំដៃរបស់គាត់ខាងឆ្វេងដៃរបស់យើងហើយខ្ញុំមានlevel ដែលខ្ញុំអត់បានកែស្អីទេហើយយើងមាន highlight អានេះគឺខ្ញុំប្រើ hue and saturation ដើម្បីធ្វើអា highlight នេះអាទុយហ្នឹងណាតែដោយសារតែរូបគាត់ភ្លឺពេកចឹងខ្ញុំអត់ចង់ឲ្យដាក់រូបកម្ៅខ្លាំងអានេះគឺខ្ញុំគ្រាន់តែដាក់ពណ៌ Q ហើយនិងពណ៌ក្រហមចូលគ្នាអញ្ចឹងរូបស៊ីនគឺបែបនេះវាឃើញរៀង
I don't know វាលឿងរៀងអីចឹងចឹងដល់ពេលដែលខ្ញុំដាក់អាហ្នឹងចូលមកវាទៅឃើញរៀងក្រហមស្អាតចឹងវិញខ្ញុំអត់ដឹងថាហេតុអីដែរបើតែអាហ្នឹងអីដែលខ្ញុំធ្វើនេះ solid color ពណ៌ខៀវបែបហ្នឹងមកខ្ញុំ convert វាទៅ smart object ដូរទៅ linen.add ដាក់វា3% fill ហើយក្រហមដូចគ្នាចឹងក្រហមហើយខៀវវាចេញមកបែបហ្នឹងចាំមើល odd ណាទីឃើញខុសគ្នាអត់ចឹងអា3ហ្នឹងពីរហ្នឹងដាក់ទៅខុសគ្នាឃើញប៉ុណ្ណឹងតមកទៀតគឺយើងទៅមើល Messi ម្ដងហើយ Messi ហ្នឹង process ដូចតែគ្នាទេ process Messi ហើយនឹងLamine Yamal គឺដូចគ្នាទេសម្រាប់ Messi ប៉ុណ្ណឹងដូចគ្នាខ្ញុំធ្វើរៀងបន្ថែមនេះរបៀបអត់មាន highlight ដូច Yamal គឺយើងមាន highlight ដើម្បីបង្ហាញយើងថាកន្លែងណាដែលយើងត្រូវគូ highlight ចឹងណាទីអានេះវាបង្ហាញ contour នៃមុខនេះកលៈអញ្ចេះមកអញ្ចេះអាហ្នឹងវាបង្ហាញយើងតម្រង់មុខដើម្បីយើងគូ highlight កើតតែ Pro C នេះសារមុខគាត់ពេញអញ្ចឹងទៅវេទនាធ្វើខ្លាំងមែនតើគឺអានេះមួយគឺមាន highlight ដល់ពេលអានេះពលឺជះស្មើហ្មងតែខ្ញុំអត់ចង់បានអញ្ចឹងទេអញ្ចឹងហើយនៅពេលដែលខ្ញុំធ្វើគឺខ្ញុំងឹតមកខាងហើយខ្ញុំថែមមកតង់ទៀតតមកពលឺអញ្ចឹងពលឺនេះខ្ញុំគូថែមឃើញតែនេះដល់ពេលដាក់អញ្ចឹងទៅវាមានតម្រង់មុខនេះថែមមកមានតម្រង់មុខអានេះខ្ញុំគូច្រើនដងខ្លាំងតែតាមថាខ្ញុំសម្រាប់ចិត្តយកប៉ុណ្ណឹងព្រោះអីខ្ញុំមិនដឹងគូមិនដែរកន្លែងហ្នឹងហើយនេះ subsurface scattering ដដែលដាក់នៅលើមុខមកគឺឃើញ pop ស្អាតមែនទែនខ្ញុំដាក់2ដោយសារតែខ្ញុំចង់ experiment ទេចឹងហើយបើខ្ញុំធ្វើវា2អូខេហើយ curve អានេះមកតង់ទៀតសម្រាប់ highlight ពីក្រោយវាដាក់បន្ថែមណាហើយអានេះ level គឺដាក់ដើម្បីឲ្យរៀងអាងឹតថែមបន្តមកទៀតគឺយើង hue and saturation highlight នៅ cam ដាក់នៅលើច្រមុះអញ្ចឹងទៅហើយយើងមានខាងក្រោមមកទៀតដូចអត់មានអីថែមទៀតទេគ្រាន់តែមានតែរបៀបសិតតែ highlight ហើយនឹង shadow ទាំងអស់ដើម្បីដាក់ឲ្យវាចូលគ្នាអញ្ចឹងណាហើយសម្រាប់ Pussy ក៏ខ្ញុំដាក់អាហ្នឹងដែរពេល final ឃើញមុខគាត់រៀងក្រហមជាងមុនដែរខ្ញុំចង់បានមុខអញ្ចឹងប៉ុន្តែវាមិនដឹងថាត្រូវខុសតែគ្រាន់តែខ្ញុំឆ្លាញ់មុខរបៀបហ្នឹងហើយចុងក្រោយមកទៀតគឺយើងមានអក្សរនេះគឺខ្ញុំឃើញ style base គឺគេចូលចិត្តធ្វើអញ្ចឹង style base នេះអា style អា style logo ផុសប្រទេសប៉ុន្តែវា PNG ហ្នឹងគឺខ្ញុំទៅរកយូរខ្លាំងមែនតើតម្រាំតបានអា PNG នេះមកព្រោះអីអាខ្លះដល់នេះមានយកហ្មងតែនេះខ្ញុំត្រូវឆ្នៃបន្ថែមដើម្បីបាន PNG អញ្ចឹងព្រោះខ្ញុំស្រឡាញ់បែបហ្នឹងជាងhook ពណ៌មកវាអត់ចូលគ្នាអត់ត្រូវ vibe ដែលខ្ញុំចង់បានណាហើយ the final ដោយសារតែខ្ញុំ search ទៅគេមិនដាក់ grand final គេដាក់ the final ខ្ញុំមិនដឹងហេតុអីដែរបានគេដាក់ the final អញ្ចឹងហើយបើខ្ញុំដាក់ the final ហ្នឹងទៅចុងក្រោយគឺប៉ុណ្ណឹងបន្តមកទៀតគឺយើងទៅដល់កែអញ្ចឹងទាំងអស់ហ្នឹងគឺខ្ញុំបានបន្ថែមពលឺថែមអូខេនេះ highlight ទាំងអស់នេះហើយខ្ញុំដាក់ឲ្យវាខ្មៅក្រោមចេះទៀតអញ្ចឹងទៅដល់ពេលអា texture ខ្ញុំនៅពីក្រោយនេះដែលខ្ញុំខំធ្វើដល់ពេលហើយបាត់ logo អញ្ចឹងទៅ highlight មកតង់ទៀតយល់តែអានេះគ្រាន់តែពលឺដើម្បីដាក់ឲ្យវារបៀបមើលទៅរៀង intense ណាកុំឲ្យវាសុតពេកណាអញ្ចឹងបន្ទាប់ពីទាំងអស់ហ្នឹងមកខ្ញុំ add ខ្ញុំនៅ add rim light ពីក្រោយមកតង់ទៀតអានេះ bound light ហ្នឹងមិន rim light bound light នេះខ្ញុំដាក់ឲ្យវា bound ចេះមានន័យថាពលឺដែលជះមកត្រូវកលាករដែលយើងខំគូហ្នឹងហើយវាឡងចេញទៅវិញអូខេហ្នឹងខ្ញុំអត់ចង់អា Deutsche Bahn នេះខ្ញុំអត់ចង់ទៅខ្លាំងពេកទេព្រោះខ្ញុំឃើញគេធ្វើពីច្រើនគេធ្វើខ្លាំងពេកមើលឡើងយល់អីអញ្ចឹងខ្ញុំធ្វើតិចហើយអញ្ចឹងបន្តមក finalនេះអ្វីដែលខ្ញុំធ្វើគឺខ្ញុំដាក់ grain ដើម្បីឲ្យវាមានអា texture grain នេះបន្តិចមកខ្ញុំបូក saturation ដែរខ្ញុំបូក temperature ដាក់ saturation យើងតម្លើង contrast ខ្ញុំជួយចិត្តតម្លើង contrast ព្រោះអីនៅពេលដែលអត់តម្លើងទៅ poster យើងវាមើលទៅរៀង slake រៀងស្អាតរៀងថើចឹងទៅបើខ្ញុំតម្លើង contrast ផងខ្ញុំតម្លើង texture ផងពីហ្នឹងអត់តម្លើង texture ឃើញ poster យើងរៀងអ៊ីចេះហើយក្នុងហ្នឹងខ្ញុំថែមមាន grain ហើយតែប៉ុណ្្នឹងទេសម្រាប់ប៉ុណ្្នឹងប៉ុន្តែអីដែលខ្ញុំ experiment មួយគឺខ្ញុំឃើញ poster ផុសបាសេដដែលគេខ្ញុំអត់ដឹងថាមិន research នេះអត់ឃើញទេប៉ុន្តែគេជួយធ្វើអារបៀបអាហ្នឹងគេហៅ land effect មានអាខ្លះទៅ distort អាខ្លះទៅមាន radius blur ចឹងហើយបើខ្ញុំសាក់ដាក់នេះ radius blur វាតំណងដែរប៉ុន្តែខ្ញុំគិតថាដល់ពេលដែលដាក់ទៅគឺវាធ្វើឲ្យអា poster ខ្ញុំហ្នឹងវាមើលលែងឃើញហីវារបៀបពិបាកមើលតែអាហ្នឹងក៏ជា option មួយដែលខ្ញុំរៀងស្រឡាញ់ដែរ
chẳng mà nhóm thực chất trong khỏi cứ nhóm giòn đi thằng năng cái chia final poster របស់យើង អូខេ ហើយគ្នាយើង red ឲ្យប្រហែលសម្រាប់ poster មួយនេះ